មានសួរខ្ញុំបាទសេងឡុងស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងនៅក្បែរដៃខ្ញុំនេះគឺជា Chili Monjaro សេរីឆ្នាំ2026ដែលទើបតែចូលមកដល់ទីផ្សារប្រទេសកម្ពុជាយើងហើយដែលសំខាន់ដែលខ្ញុំពេញចិត្តខ្លាំងនោះគឺពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាទាំង space ទាំង performance ក៏ដូចជាមុខងារសុវត្ថិភាពគឺវាដាក់មកច្រើនខ្លាំងមែនទែនហើយនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ថាហេតុអីបានជាបងប្អូនគួរតែពិចារណាទៅលើ SUV មួយនេះអូខេបងប្អូនអញ្ចឹងបើយើងនិយាយពីការ design រូបរាងផ្នែកខាងក្រៅរបស់ Chili Monjaro មួយនេះគឺចេញមកបែប civilized បែប luxury ណាហើយខ្ញុំពេញចិត្តច្រើនដោយសារតែតម្លៃក្នុង$30,000នេះ Chili design ចេញមកយើងអត់ដឹងថា$30,000ទេយើងប្រកាសជាគិតថាតម្លៃលឿននឹងអញ្ចឹងណាអញ្ចឹងពាក់ព័ន្ធជាមួយនឹងសន្សំជាមុខរបស់វានេះគឺជាប្រភេទ LED shot នៅក្នុងហ្នឹងគឺមានមុខងារវៃឆ្លាតច្រើនមែនទែនទាំងបិទបាក់អូតូតម្លាក់ភ្លើង pha កូដអូតូមានជាមួយនឹង follow me home ក៏ដូចជា welcome light ផងដែរអញ្ចឹងយើងគ្រាន់តែមាន sound នៅក្នុងខ្លួនដើរចូលទៅចិត្តឡានគឺនឹងភ្លឺអូតូហើយមួយទៀតនោះគឺពាក់ព័ន្ធជាមួយនឹងប៉ាណាអញ្ចឹងការ design ប៉ាណានេះគឺបែបបច្ឆោចេញមកគឺបែប luxury ហើយរឿងធំអញ្ចឹងណាមើលមកគឺស្អាតខ្លាំងមែនទែនផ្នែកខាងមុខនេះក៏មានជាមួយនឹងកាមេរ៉ាមានជាមួយនឹង sensor ការ highlight របស់គេលេងជាមួយនឹង chrome អញ្ចឹងមកចេញមកគឺ luxury មែនទែនណាពាក់ព័ន្ធជាមួយនឹងយ៉ានកង់វិញគឺទំហំរហូតដល់ទៅ20 អ៊ីងហើយការ design ចេញមកគឺ luxury មែនទែន premium ណាហើយមួយទៀតនោះនៅលើនេះគឺមានជាមួយនឹងប្រព័ន្ធវាំង ABS មានជាមួយនឹង TPMS មុខងារវាស់សម្ពាធខ្យល់កង់ណាហើយបើយើងនិយាយពីប្រព័ន្ធបូមវិញផ្នែកខាងមុខនេះគឺជាប្រភេទ MagPersonហើយផ្នែកខាងក្រោយគឺជាប្រភេទ Multilink ដែលប្រព័ន្ធបូមនេះគឺយើងដឹងថាការបើកបោគឺវា comfort ហើយក៏ទប់លំនឹងបានល្អដែរអញ្ចឹងតិចទៀតចាំយើងទៅតេស្តទាំងអស់គ្នាChili Monjaro នេះគឺវាប្រើគ្រោងចក្រដែលជាប្រភេទ CMA platform ដែលជា co-develop ជាមួយនឹងក្រុមហ៊ុន Volvo ណាហើយគ្រោងចក្រនេះគឺវាផ្ដល់ភាពរឹងមាំវាស្រាលវាធន់ជាមួយនឹងការបុកផាយជាដើមហ្នឹងគឺវាជួយទៅដល់អ្នកដំណើរពាក់ព័ន្ធជាមួយនឹងតួខ្លួនផ្នែកចម្រៀងការ design ចេញមកគឺហាប់ណែនល្អហើយមួយទៀតគឺកម្ពស់ពីបាតឡានទៅដីគឺ210 មីលីម៉ែត្រអញ្ចឹងគឺវាខ្ពស់ល្អមែនទែនមិនថាយើងប្រើនៅក្នុងក្រុងយើងរត់ទៅផ្លូវខេត្តផ្លូវពិបាកអីក៏យើងអត់ទៅខ្វល់ហ្មងដែរហើយផ្នែកខាងលើនេះក៏មានជាមួយនឹងជើងទម្រសម្រាប់ចាប់ឲ្យបានបន្ថែមផងដែរអូខេពាក់ព័ន្ធជាមួយនឹងការ design ផ្នែកខាងក្រោយវិញក៏ខ្ញុំពេញចិត្តច្រើនដែរជាពិសេសនោះគឺការបំពាក់ជាមួយនឹង stop LED ទៅវែងលាតពេញផ្នែកខាងក្រោយអានេះជីពេលយប់ធានាថាស្អាតភ្លឺស្អាតណាមួយទៀតក៏មានជាមួយនឹង sensor ក៏ដូចជាកាមេរ៉ាផ្នែកខាងក្រោយដែរចំណុចដែលខ្ញុំពេញចិត្តមួយទៀតគឺពាក់ព័ន្ធជាមួយនឹងក្លុបខាងក្រោយដោយសារតែ space របស់វាគឺធំទូលាយយើងអាចផ្ទុកបានរហូតដល់ទៅ560លីត្រជាងណាហើយខាងក្រោយនេះក៏មានជាមួយនឹងកង់សាគូដែរមានជាមួយនឹង rido ដើម្បីបាំងកុំឲ្យក្លិនចូលទៅក្នុងកាប៊ីនខាងក្នុងផងដែរនិយាយទៅខ្ញុំគិតថាសម្រាប់ការប្រើជាលក្ខណៈគ្រួសារបងប្អូនមានសមាជិកត្រឹម5នាក់ចុះក្រោមអីគឺធានាថាពេញចិត្តជាមួយនឹង space ផ្នែកខាងក្នុង Chili នេះ